Today អ្នកនរគ្នា welcome to a day in my life និយាយទៅនេះក៏ជាលើកទី1ដែរដែលខ្ញុំសម្រេចចិត្តធ្វើ vlog ហើយផុសនៅក្នុង Facebook ចឹងណាព្រោះពីមុនខ្ញុំមិនដែលធ្វើពីមុនទេគឺខ្ញុំងូតទឹកហើយអស់ហើយអញ្ចឹងខ្ញុំក៏ចេញទៅរកញ៉ាំនិយាយទៅថ្ងៃអាទិត្យបែបជឿអញ្ចឹងណាអត់មានអីធ្វើទេក្រៅពីងូតទឹកមកគឺដើរទៅរកអីញ៉ាំតែម្ដងចាឥឡូវពងរៀបចំជិះម៉ូតូជិះអីទៅហើយកន្លែងញ៉ាំហ្នឹងក៏ឆ្ងាយពីផ្ទះដែរគឺញ៉ាំ phở នៅជិតផ្ទះដែរទេបន្ទាប់មកចេញពីញ៉ាំ phở ហ្នឹងខ្ញុំក៏ទៅសាប៉ុន្តែខ្ញុំអត់បានថតច្រើនទេព្រោះដោយសារតែពេលហ្នឹងគឺនៅសាមនុស្សច្រើនខ្លាំងមែនតើចឹងជាភាសាខ្ញុំក៏បន្តដំណើរជិះមកផ្ទះវិញនិយាយទៅអត់មានអីធ្វើទេមកផ្ទះហ្នឹងគឺកម្រងគឺអត់តធ្វើម្ហូបទេគឺបកកែបកអីហើយក៏មកឆ្លៀតមករៀបចំផ្ទះតិចសិនដោយសារងើបឡើងព្រលឹមហ្នឹងគឺអត់បានរៀបអីទាំងអស់ចាស់គឺទុកចោលគឺដូចអ្នកនរគ្នាឃើញចឹងគឺញ៉ៃខ្លាំងមែនតើចឹងសូមតម្លើងស្ពីតឡើងរៀបហើយដោយសាររៀងយូរដែរចឹងណាឆាប់បានស្អាតចាចឹងគឺហើយល្មមតបមកនេះគឺជារីសារបស់យើងមិនដែរមិននេះក៏រៀងញ៉ៃឥឡូវគឺមានសន្តាប់ធ្លាប់ជាមួយទៅជីវិតយើងនៅពេលដែលយើងរៀបចំមានសន្តាប់ធ្លាប់ជាមួយគឺយើងមានអារម្មណ៍ថា fresh ខ្លាំងមែនតើចុងបន្ទាប់ពីនេះហើយគឺអត់តន់ចប់ទេចាខ្ញុំធ្វើម្ហូបហើយខ្ញុំញ៉ាំហ្មងខ្ញុំកាត់ទៅញ៉ាំហ្មងចាគឺពេលធ្វើម្ហូបញ៉ៃពេកហើយល្ងាចហ្នឹងក៏អត់មានទៅណាដែរក៏ចេញក្រៅតិចតួចមកតែងបបរធីញ៉ាំចាគឺឃ្លានខ្លាំងមែនតើបន្ទាប់មកក៏ដល់មកទៅផ្ទះវិញទៅផ្ទះនិយាយទៅដោយសារតែខ្ញុំនៅជ្រុលច្បារអញ្ចឹងខ្ញុំឆ្លងដល់វាលឿនជាងអញ្ចឹងណានិយាយទៅពេលហ្នឹងគាត់ថាឆ្លងដល់ទៅដល់ផ្ទះលឿនប៉ុន្តែអ្នកនរគ្នាឲ្យការគិតគឺខុសឆ្លាស់មែនតើដោយសារតែនៅពេលដែលទៅដល់ថយមួយខានហ្នឹងសាឡាងដែលខ្ញុំឆ្លងហ្នឹងគឺមានការកលជាមួយនឹងថ្មអញ្ចឹងហើយក៏ជាប់នៅលើសាឡាងហ្នឹងប្រហែលជាកន្លះម៉ោងអីដែរកូនអ្នកនរគ្នាសម្រាប់ការមើលវីដេអូមួយនេះបាយ